ចឹងខ្ញុំកណាបញ្ជាក់ម្ដងទៀតមកនៅក្នុងមេរៀនដែលត្រូវសម្ដែងនេះតាក់ទងពីរឿងការដាក់អន្ទាក់របស់ភិក្ខុណាដាក់អន្ទាក់ទុកមុនដោយគិតថាសត្វទាំងឡាយនឹងជាប់ក្នុងអន្ទាក់នេះស្លាប់កាលអន្ទាក់ល្មមរួចផុតទៅចាកដៃក៏បីជ្រាបថាជាបរាជិកអនន្តរយកម្មធុលច័យនិងបាចិត្តយៈដល់ភិក្ខុនោះពិតប្រកបដោយអំណាចសត្វដែលជាប់អន្ទាក់នេះដោយខ្ញុំណាបាននិយាយខាងដើមថាដូចនៅក្នុងខាងដើមគឺលោកបញ្យលហើយធ្វើយ៉ាងនេះត្រូវអាបត្តិប្រកបធ្វើយ៉ាងនេះត្រូវអាបត្តិធុលច័យធ្វើយ៉ាងនេះត្រូវអាបត្តិបរាជិកធ្វើយ៉ាងនេះត្រូវអនន្តរយកម្មគេណាហើយនៅក្នុងកន្លែងនេះលោកអត់អធិប្បាយឲ្យយើងទៀតទេព្រោះលោកអធិប្បាយប្រាប់ពីខាងដើមហើយណាឥឡូវខ្ញុំអាចឆ្លើយបានទេនៅក្នុងមេរៀនដែលលោកលើកមកប្រាប់សង្ខេបយ៉ាងហ្នឹងយើងអាចធ្វើឲ្យទៅជាពិស្ដារបានដែរទេខ្ញុំអាចឆ្លើយក្នុងចិត្តនៅផ្ទះបានព្រោះអាត្មានៅក្នុងបន្ទប់ផ្សាយនេះពិតមួយអង្គឯងអ្នកសម្ដែងឲ្យមានលោកម្ចាស់ខាង operator ខាងបច្ចេកទេសអញ្ចឹងខ្ញុំឲ្យថាស្ដាប់នៅផ្ទះហ្នឹងអាចគិតពិចារណាឲ្យយកប៊ិចកត់ក៏បាននឹងអាត្មារំលឹកម្ដងទៀតណានេះជាបរាជិកនេះគឺលោកដាក់អន្ទាក់ហ្នឹងមនុស្សចូលទៅស្លាប់ជាអនន្តរយកម្មបានដល់មេដាបៃតាព្រះអរហន្តជាធុលច័យនឹងព្រោះអ្នកហ្នឹងរងនៅទុក្ខវេទនាមានការឈឺចាប់ជាដើមនិងបាចិត្តយៈព្រោះសត្វតិរិឆាននឹងអញ្ចឹងបានលោកដាក់តែប៉ុណ្្នឹងមកហើយយើងគិតពិចារណានឹងបើខ្ញុំចាំថ្មថាមិនលំបាកណាបើអត់ចាំសពេចសពិលវិនិច្ឆ័យក៏ខុសដែរអញ្ចឹងបាននៅក្នុងវិន័យសំខាន់ណាបើសិនជាខុសនៅក្នុងសិក្ខាបទណាគួរវិនិច្ឆ័យនៅក្នុងសិក្ខាបទនោះបើវិនិច្ឆ័យខុសសិក្ខាបទគឺខុសតែម្ដងឃើញណាដែលភិក្ខុដាក់ចំពោះសត្វណាទុកព្រោះសត្វពួកដតីក្រៅអំពីសត្វនោះមកចប់មិនជាអាបត្តិនៅក្នុងកន្លែងនេះអានទៅសិក្សាទៅយើងនឹងយល់ថាជាការដាក់ចំពោះអន្ទាក់ហ្នឹងមានច្រើនបែបច្រើនសន្តានណាសម្រាប់សត្វសម្រាប់មនុស្សញញោមអន្ទាក់ហ្នឹងមានតាក់ទងពីរឿងខ្សែចងឬមួយអន្ទាក់ច្រើនព្រោះសំបីអាត្មាហ្នឹងក៏អន្ទាក់ខ្លះមិនដែលឃើញផងសម្រាប់សត្វនៅក្នុងព្រៃដូចសម្រាប់ឆ្លុះសម្រាប់អីចឹងមានតែញញោមដែលធ្លាប់ធ្វើអន្ទាក់ទេទើបស្គាល់ដូចថ្ងៃស្គាល់តែអន្ទាក់ខ្លះទេតែអន្ទាក់ខ្លះមិនស្គាល់ចាំមានឱកាសចាំស្វែងរកមើលតាមអ៊ីនធឺណិតមកឲ្យស្គាល់អន្ទាក់អីខ្លះណាអញ្ចឹងបានលោកដាក់ថាម៉េចបើសិនជាភិក្ខុហ្នឹងលោកធ្វើអន្ទាក់ប៉ុន្តែចំពោះមិនទូទៅទេបើទូទៅយើងវិនិច្ឆ័យផ្សេងបើធ្វើចំពោះបែបនេះបើសិនជាលោកចំពោះមនុស្សបើមនុស្សធ្លាក់ទៅស្លាប់ជាអាបត្តិបរាជិកហើយបើសិនជាមនុស្សដតីឬមួយសត្វដតីដែលលោកមិនចំពោះទេជាប់នៅក្នុងអន្ទាក់ទៅស្លាប់មិនជាអាបត្តិកណាសូម្បីការភិក្ខុចំណាយអន្ទាក់ទៅដោយមូលតម្លៃឬឲ្យទទេក៏ដោយការចងពន្ធផ្លូវកម្មរមែងមានដល់ភិក្ខុដែលជាអ្នកផ្ដើមអញ្ចឹងតាក់ទងពីរឿងអន្ទាក់ហ្នឹងបើសិនជាលោកធ្វើឲ្យលោកឲ្យអ្នកដតីជារបស់លោកអ្នកធ្វើអញ្ចឹងឲ្យអ្នកដតីទៅអាចងពន្ធផ្លូវកម្មហ្នឹងមានន័យថាម៉េចជារបស់ដែលលោកធ្វើសម្រាប់សម្លាប់មនុស្សអញ្ចឹងឲ្យអ្នកដតីហ្នឹងក៏មិនទាន់ផុតដែរបើសិនជាចង់ឲ្យផុតលេងត្រូវទោសតតែកំតិចរបស់ហ្នឹងឲ្យខ្ទេចតែម្ដងឃើញណាតែបើសិនជារបស់ហ្នឹងនៅតែអាចថាសម្លាប់មនុស្សបានទេនៅតែកាត់ទោសដដែលអញ្ចឹងការធ្វើអន្ទាក់ការធ្វើអីហ្នឹងវាជារឿងសំញ៉ាំស្មុកស្មាញតលតែដឹងវិធីសាស្ត្រធ្វើឲ្យខ្ទេចមែនទែនអញ្ចឹងបានថ្មបញ្ជាក់កន្លែងហ្នឹងបន្តិចទៅជាឱកាសល្អដែរសម្រាប់ញាតិញោមដែលជាអ្នកនេសាទហើយចង់បំផ្លាញនៅរបស់របរហ្នឹងចោលដើម្បីកុំឲ្យចងពន្ធផ្លូវកម្មព្រោះញាតិញោមជាអ្នកធ្វើអញ្ចឹងបើសិនជាឲ្យមិនថាខ្លួនឯងរក្សាសិលហើយលេងចង់សម្រាប់សត្វហើយលេងពួយសទូចសណាញ់លោបទ្រូអុយជាដើមហ្នឹងរត់ហ្នឹងឲ្យអ្នកដតីយកទៅធ្វើបាណាតិបាតហ្នឹងក៏អត់តាន់ផុតដែរព្រោះអីយើងនៅចង់ពន្ធផ្លូវកម្មសម្ភារៈហ្នឹងយើងអ្នកធ្វើអញ្ចឹងបើសិនជាចង់ឲ្យដាច់ស្រឡះមិនត្រូវឲ្យអ្នកដតីទេគឺត្រូវកំតិចឲ្យខ្ទេចតែម្ដងដុតចោលខ្ញុំកុំស្ដាយបើសិនជាសម្រាប់ចិត្តលះបង់នៅគ្រឿងបាណាតិបាតទាំងអស់ហើយឲ្យអ្នកដតីយកទៅធ្វើបាណាតិបាតក៏មិនផុតនឹងហើយរក្សាទុកហ្នឹងបើសិនជាសត្វណាមួយជាប់នៅក្នុងអន្ទាក់ហ្នឹងឬមួយនរណាមួយយកទៅប្រើប្រាស់នៅក្នុងថ្ងៃក្រោយក៏យើងមិនផុតអញ្ចឹងដុតចោលឲ្យខ្ទេចទៅផុតអំពី
ការចងពន្ធផ្លូវកម្មនឹងបាននឹងសម្រាប់ញញឹមដែលខាងអ្នកនេសាទហើយថាចង់រក្សាសិលដើម្បីកុំឲ្យសៅមងទៀតបើទុកនឹងចេះតែសៅមងឃើញទៅចេះចង់យកទៅប្រើទៀតឡើយចឹងដុតចោលឲ្យខ្ទេចតែម្ដងទៅហ្នឹងអាត្មាក៏ឆ្លៀតលើកកន្លែងហ្នឹងដែរតាក់ទងពីរឿងអង្គប់អន្ទាក់ហ្នឹងដែរគណាចឹងបាននៅក្នុងបៃដកមានសម្ដែងពីរឿងវិខោលោកចេះរនឹកឃើញខ្ញុំសម័យពុទ្ធកាលទីសាស្ត្រធ្វើផ្លែកចឹងទីទៀតនៅក្នុងបៃដកក៏អាត្មាត្រូវលើកមកសម្ដែងដែរតាក់ទងកន្លែងហ្នឹងគណាបន្តមកបើភិក្ខុដែលបានអន្ទាក់ដាក់អន្ទាក់បង្ខិតទីដែលបានទុកឬឃើញពួកសត្វដើរទៅខាងទៅធ្វើរបងបាំងទុកគៀសសត្វឲ្យចូលទៅត្រង់មុខឬដាក់ដងអន្ទាក់ទុកឲ្យមមឬចងខ្សែអន្ទាក់ទុកឲ្យមមឡើងឬបោះបង្គោលទុកឲ្យរឹងលោកទាំងពីររូបមិនផុតនឹងតាក់ទងពីរឿងលោកដាក់អន្ទាក់ដើម្បីយកសត្វជាដើមចឹងទៅដល់ពេលសត្វហ្នឹងដើរទៅមិនចូលអាផ្លូវទៅក្នុងអន្ទាក់របស់លោកគៀងឲ្យចូលឬមួយរោគអីហ្នឹងដើម្បីធ្វើជាផ្លូវឲ្យសត្វហ្នឹងចូលទៅក្នុងអាផ្លូវហ្នឹងមួយទៀតបើសិនជាអន្ទាក់ហ្នឹងវាមិនសូវមមទេលោកដំឲ្យមមនឹងដំឲ្យមមនឹងធ្វើឲ្យរឹងមមឡើងចឹងទៅក៏នៅតែត្រូវអាបត្តិត្រូវទោសដូចគ្នាបើការសេចក្តីក្តៅកាហាយឡើងលោកទៅរូតអន្ទាក់ឲ្យរបូតចេញហើយក៏ជិះចេញទៅនៅក្នុងកន្លែងនេះគឺលោកមានសេចក្តីក្តៅកាហាយទេមិនគួរណាខ្លួនលោកនឹងទៅធ្វើអន្ទាក់ដាក់សត្វដើម្បីសម្បត្តិលោករូតដកអន្ទាក់នឹងចេញទៅហើយលោកក៏ដើរចេញទៅដល់មួយទៀតមនុស្សដតីប្រទះឃើញអន្ទាក់ដែលលោកធ្វើឲ្យរបូតចេញហើយយកទៅដាក់ទៀតនេះយកទៅដាក់កន្លែងលោកធ្លាប់ដាក់ពីមុនណានេះមានន័យថាម៉េចសត្វទាំងឡាយដែលជាប់អន្ទាក់ហើយស្លាប់ទៅភិក្ខុដែលផ្ដៅរមែងមិនរួចខ្លួនដូចសេចក្តីដែលអាត្មាសម្ដែងខាងដើមញាតិញោមមានសទ្ធារក្សានៅសិលពីមុនហ្នឹងធ្លាប់ធ្វើឧបករណ៍នេសាទតែឧបករណ៍នេសាទបានដកចេញពីទឹកហើយយកទៅទុកកន្លែងណាមួយហើយអ្នកដតីហ្នឹងក៏នៅតែយកអារបស់ហ្នឹងទៅប្រើទៀតហ្នឹងហើយបានទៅសូម្បីនៅក្នុងភិក្ខុនេះក៏លោកសម្ដែងថាម៉េចលោកឈប់ដាក់ហើយអន្ទាក់ហ្នឹងដកចេញមកហើយទុកកន្លែងផ្សេងដល់មនុស្សដតីហ្នឹងឃើញអន្ទាក់ឃើញអង្គប់របស់លោកនេះស្មាបញ្ចូលពាក្យថាអន្ទាក់អង្គប់នៅក្នុងនេះលោកនិយាយទៅពីរឿងអន្ទាក់ហ្នឹងវាសង្គ្រោះចូលទាំងអស់ហ្នឹងឯងដល់ពេលគេផ្សេងហ្នឹងយកទៅដាក់ទៀតហើយម្ចាស់ខ្លួនហ្នឹងអត់ដឹងទេអញ្ចឹងបើសិនជាមានសត្វណាស្លាប់នៅក្នុងអន្ទាក់ហ្នឹងទៅលោកក៏មិនរួចខ្លួនដែរអញ្ចឹងបានជាសំណួរលើកឡើងថាតើព្រោះហេតុអ្វីក្រែងលោកដកអសម្ភារៈគ្រឿងបាណាតិបាតចេញហើយតើអីហើយមិនក៏នៅតែជាប់ទោសហ្នឹងមិនក៏នៅតែជាប់ទោសក្រែងលោកដកចេញលេងចង់សម្លាប់ហើយហ្នឹងចឹងអាចឆ្លៃបានណាខ្ញុំព្រោះដោយសារតែលោកមិនធ្វើរបស់នោះឲ្យវិនាសឲ្យខូចទ្រង់ទ្រាយលេងធ្វើជាលេងធ្វើជាអន្ទាក់បានលេងធ្វើជាអង្គប់បានលេងធ្វើជាសម្ភារៈសម្រាប់សម្រាប់សត្វបានណាបើសិនជាលោកដកចេញមកហើយលោកដុតឲ្យខ្ទេចនឹងចប់លេងពាក់ព័ន្ធអីទៀតហើយតែដកមកហើយទុកនៅគៀកហ្នឹងដដែលហើយអ្នកដតីណាមកដើរឃើញដូចតំណងអង្គប់នេះដាក់ទៅដូចតំណងដាក់ទៅបាត់ជាប់ឆ្លុះជាប់អីងាប់ទៅវាជាបាចិត្តយៈដល់លោកដដែលហ្នឹងបន្តមកទៀតមកបើដកអន្ទាក់ដែលលោកអ្នកផ្ដើមនោះមិនបានសំទោសមើលសតចង់ឃើញបើដកអន្ទាក់ដែលលោកអ្នកផ្ដើមនោះមិនបានធ្វើទុកខ្លួនឯងតែដាក់ក្នុងទីដែលខ្លួនទទួលមករមែងផុតនឹងបើសិនជាលោកមិនបានធ្វើទេយកទៅទុកកន្លែងដើមវិញនឹងអាចរមែងផុតបានដូចគ្នាណាបន្តមកទៀតនៅក្នុងសេចក្តីនេះមានច្រើនចង់ចប់មកលោកកាត់ឈើដងអន្ទាក់ដែលកើតនៅក្នុងស្ថានទីនោះចេញរមែងផុតនេះតកតងពីរឿងដងអន្ទាក់តែសូម្បីការលោករក្សាឈើដងអន្ទាក់នឹងមិនដឹងថាដងអន្ទាក់ឬមួយអន្ទាក់នឹងមានដងអីមិនថ្មក៏អត់ស្គាល់ដែរនៅក្នុងកន្លែងនេះលោកសម្ដែងថារឿងភិក្ខុនោះលោករក្សាដងឈើអន្ទាក់ដែលខ្លួនធ្វើទុកនឹងអញ្ចឹងអត់តាន់បំផ្លាញទេនៅតែរក្សាទុកអញ្ចឹងបើសិនជាមាន
អ្វីស្លាប់ដោយសារសម្ភារៈហ្នឹងមិនផុតដូចគ្នាហ្នឹងនៅក្នុងអត្ថកថាលោកសំដែងយ៉ាងហ្នឹងរមែងមិនផុតហ្នឹងពិតមែនបើភិក្ខុដតីកាន់យកឈើដងអន្ទាក់នោះទៅដាក់អន្ទាក់ទុកទៀតកាលសត្វទាំងឡាយស្លាប់ទៅព្រោះមានការដាក់អន្ទាក់នោះជាបច្ច័យនេះការដាក់អន្ទាក់នឹងជាបច្ច័យដោយសារអន្ទាក់ហ្នឹងកើតពីលោកនឹងមិនទាន់ខ្ទេចខ្ទីដោយការដុតភ្លើងធ្វើឲ្យខូចខាតហ្នឹងហើយបើសិនជានរណាយកទៅប្រើហើយស្លាប់ទៅរមែងមិនផុតដូចគ្នានៅតែត្រូវទោសដដែលអញ្ចឹងសរុបមកគឺដោយសារតែអន្ទាក់ហ្នឹងវាជាបច្ច័យឲ្យលោកត្រូវទោសតលតែដុតឲ្យខ្ទេចណាបើលោកដុតដងអន្ទាក់នោះធ្វើឲ្យជាគប់ភ្លើងហើយចោលចេញមានន័យថាកវេនៅក្នុងអត្ថកថាលោកដាក់ថាចោលចេញសូម្បីកាលសត្វទាំងឡាយស្លាប់ទៅព្រោះមានការដាក់អន្ទាក់នោះជាបច្ច័យភិក្ខុដែលជាខាងដើមរមែងមិនខុតអញ្ចឹងសូម្បីតែអាដងឈើដងអន្ទាក់អាត្មាមិនស្គាល់ត្រង់ទ្រាយដែរលោកដុតហើយកវេងនឹងប៉ះសត្វណាស្លាប់ក៏នៅតែត្រូវទោសទៀតបន្តមកទៀតមកតែដុតឬធ្វើឲ្យវិនាសអស់ទៅដោយប្រការទាំងពួងរមែងផុតនេះដោយសេចក្តីថ្មលើកមកខាងដើមអញ្ចឹងថាបើសិនជាលោកធ្វើអាដងទាក់គ្រឿងឧបករណ៍បាណាតិបាតសរុបមកណាឲ្យខ្ទេចដោយការដុតភ្លើងធ្វើឲ្យវិនាសអស់ទៅដោយប្រការទាំងពួងរមែងផុតគឺមានន័យថាមិនជាប់ពាក់ព័ន្ធផ្លូវកម្មទេនៅក្នុងការធ្វើគ្រឿងសាស្ត្រាសម្រាប់អ្នកដតីហ្នឹងអញ្ចឹងថ្មរំលឹកមកតិចមកនៅក្នុងមេរៀននេះយើងរៀនបានតាក់ទងពីរឿងការសរសេរសម្បត្តិ1ហើយតាក់ទងពីរឿងការជីករណ្ដៅ2និងពីការដាក់អន្ទាក់3អញ្ចឹងនៅក្នុងខាងមុខគឺមានសម្ដែងតាក់ទងពីរឿងការដាក់ថ្នាំពឹសនិងថ្នាំពឹសនៅក្នុងភេសជ្ជៈទៀតបន្តមកលោកដាក់សូម្បីខ្សែអន្ទាក់ដែលអ្នកដតីវិញរួចហើយក្នុងទីដែលខ្លួនទទួលមករមែងផុតនេះតាក់ទងពីរឿងតាក់ខ្លះមានខ្សែមានអីដែរលោកបានខ្សែមកហើយលាធ្លុងនឹងលាអន្ទាក់លាខ្សែហ្នឹងណាដែលគេវិញទុកដោយខ្លួនឯងឬធ្វើខ្សែដែលខ្លួនបានសម្បកថ្មីនេះគឺជាទេនជាតិលោកដាក់ថាកចៅថ្មមើលនៅក្នុងវចនានុក្រមណាអញ្ចឹងសរុបបន្តិចមកដើម្បីកុំឲ្យខ្ញុំលំបាកយល់នៅក្នុងកន្លែងនេះតាក់ទងពីរឿងលោកបានខ្សែមកហើយលោកលាហើយមួយទៀតគឺបានកចៅមកហើយលោកវិញនឹងវិញទុកធ្វើឲ្យជាកំណាត់តូចនិងកំណាត់ធំឬមួយកាត់ឲ្យខ្ទេចអាខ្សែដែលសម្រាប់សត្វសម្រាប់ធ្វើគ្រឿងបាណាតិបាតហ្នឹងកាត់ឲ្យខ្ទេចខ្ទីជាកំណាត់តូចធំក៏រមែងផុតបានដែរព្រោះខ្សែហ្នឹងអាចធ្វើជាគ្រឿងបាណាតិបាតបានស្មាសុំនិយាយអស់ទៅយកទៅចងកក៏បានយកទៅធ្វើជាអន្ទាក់កាឡាសណាញ់សម្រាប់ចាប់សត្វក៏បានខ្សែយើងហ្នឹងណាស្មាសម្រាប់ជាសេចក្តីមកមិនអានទេហើយបានកន្លែងនេះលោកដាក់ថាបើសិនជាលោកបានខ្សែមកមិនបោះបង់ចោលទេប៉ុន្តែយកមកថែរក្សាទុកហើយបើសិនជាថ្ងៃណាមួយអាខ្សែហ្នឹងគេយកទៅធ្វើអីទៀតក៏មិនផុតដូចគ្នាប៉ុន្តែបើសិនជាដុតតែសំខាន់បើយកទៅដុតទៅអាចថារួចផុតបានអញ្ចឹងនៅក្នុងតាក់ទងពីរឿងខ្សែពីរឿងតាក់ហ្នឹងប្រហែលប៉ុណ្ណឹងខ្ញុំអាចស្វែងរកនៅក្នុងអ៊ីនធឺណិតបានបើសិនជាមិនសូវស្គាល់ពីរឿងតាក់ហ្នឹងច្រើនប្រភេទច្រើនប្រការណាព្រោះតាក់ហ្នឹងគេអាចយកឈើទៅធ្វើក៏បានយកខ្សែទៅធ្វើក៏បានមានច្រើនវិធីសាស្ត្រណាមិនដឹងថាយល់ឬទេមិនទៅព្រោះកន្លែងខ្លះអាត្មាទទួលស្គាល់ថាយ៉ាប់យល់ណា